ថៃប្រកែកថាមិនបានលួចទឹកដីកម្ពុជាទេដោយកលៃថាខ្លួនគោរពតាម MOU ឆ្នាំ2001ស្ដីពីការខ័ណ្ឌសីមាព្រំដែនថៃកម្ពុជាគិតទៅប្រទេសថៃពិតជាសម្បូរមនុស្សល្បិចកិច្ចកលក្រឡេកក្រឡុចនឹងពុតត្បុតខ្លាំងណាស់មិនថាតែស្ដេចនាយករដ្ឋមន្ត្រីនិងបណ្ដាមន្ត្រីគ្រប់ជាន់ថ្នាក់ប៉ូលីសទាហានឬរាជសាមញ្ញថៃនោះទេគឺពួកគេសុទ្ធសឹងតែជាមនុស្សនិយាយបាតដៃក្នុងដៃពូកែប្រឌិតពូកែសម្ដែងនិងសម្បូរទៅដោយពឹសពុលបំផុតជាក់ស្ដែងកន្លងមកនាយករដ្ឋមន្ត្រីថៃលោកអនុទីនច័ន្ទវីរៈគុលធ្លាប់បានប្រកាសក្តែងលុបចោល MOU លេខ44ដែលឯកតោភាគីហើយជ្រើសរើសយកយន្តការច្បាប់សមុទ្រ UNCLOS មកប្រើជំនួសវិញដើម្បីដោះស្រាយរាល់ការខ្វែងគំនិតគ្នានានាជាមួយកម្ពុជាប៉ុន្តែពេលនេះយោធាថៃបែរជាអះអាងថាពួកគេនៅតែគោរពតាម MOU ឆ្នាំ2001ក្នុងការវាស់វែងព្រំដែនគោកជាមួយកម្ពុជាហើយបានបដិសេធយ៉ាងដាច់អហង្ការថាថៃមិនបានលួចទឹកដីកម្ពុជាដោយដែលកម្ពុជាបានចោទប្រកាន់នោះទេយោងតាមការចុះផ្សាយដោយសារព័ត៌មាន Thai Council English កាលពីថ្ងៃទី21ខែមិថុនាឆ្នាំ2026បានឲ្យដឹងថាប្រទេសថៃបានច្រានចោលការចោទប្រកាន់របស់កម្ពុជាដែលថាអាញាធរថៃបានរំលោភបំពានអធិបតេយ្យភាពរបស់កម្ពុជាតាមរយៈការបង្ហូតទង់ជាតិថៃនៅក្នុងតំបន់ព្រំដែនដែលមានជម្លោះដែលថៃបានអះអាងថាសកម្មភាពនោះត្រូវបានធ្វើឡើងនៅក្នុងតំបន់ដែលមន្ត្រីថៃបានអនុវត្តប្រតិបត្តិការសន្តិសុខជាយូរណាស់មកហើយបើតាមអគ្គមេបញ្ជាការកងទ័ពអាកាសភូមិន្ទថៃនិងជានាយកមជ្ឈមណ្ឌលព័ត៌មានស្ថានភាពព្រំដែនថៃកម្ពុជាហៅកាត់ថា JIC លោកប្រាផាសសុនចៃឌីបាននិយាយកាលពីថ្ងៃអាទិត្យថាការបង្ហូតទង់ជាតិថៃនោះមិនមែនជាការទាមទារទឹកដីដែលខុសច្បាប់ឡើយហើយក៏មិនមានបំណងផ្លាស់ប្ដូរស្ថានភាពតំបន់ឬខ្សែបន្ទាត់ព្រំដែននោះដែរជាមួយគ្នានេះលោកក៏បានច្រានចោលចំពោះការចោទប្រកាន់របស់កម្ពុជាថាប្រទេសថៃជាអ្នកទទួលខុសត្រូវចំពោះអគ្គិភ័យដែលបានឆាបឆេះឃ្លាំងមួយនៅអូស្មាច់ដែលបានបញ្ជាក់ថាមកទល់ពេលនេះមិនទាន់មានភស្តុតាងណាមួយដើម្បីគាំទ្រការចោទប្រកាន់នោះឡើយយ៉ាងណាថៃក៏បានអំពាវនាវឲ្យមានការស៊ើបអង្កេតរួមគ្នាដើម្បីស្វែងរកការពិតប្រកបដោយតម្លាភាពនិងយុត្តិធម៌លើពីនេះលោកប្រាផាសក៏បានធ្វើការបញ្ជាក់សារជាថ្មីថាប្រទេសថៃនៅតែប្រកាន់ខ្ជាប់ចំពោះអនុសារណៈយោគយល់គ្នាឆ្នាំ2001ស្ដីពីការកំណត់ព្រំដែនគោកថៃកម្ពុជាហើយជឿជាក់ថាបញ្ហាព្រំដែនដែលមិនទាន់ត្រូវបានដោះស្រាយរួចគួរតែត្រូវបានដោះស្រាយតាមរយៈយន្តការទ្វេភាគីមិនមែនតាមរយៈសកម្មភាពដែលឯកតោភាគីនោះទេលោកបានបន្ថែមថាប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ជាក់ការពិតតាមរយៈបណ្ដាញការទូតហើយក៏មិនចង់ឃើញភាពតានតឹងនៅតាមបណ្ដោយព្រំដែនកើតឡើងទៀតនោះឡើយ